ក្មេងសម័យឥឡូវពិបាកណាស់ចង់មានចង់បានចង់រស់ស្រួលតែបែរជាខ្ជិលធ្វើការអត់យល់ស្មានតែគេអ្នកធូធាមកជុំឬក៏មានបានអីហ្នឹងគេសិតតែបានទ្របមកស្រួលអីក៏មិនពេលយើងត្រូវគិតថាគេមានបានដោយសារគេចង់បានអីបានហ្នឹងដោយសារគេខំសំបីតែពេលបន់ទៀនយប់ប្រឡប់គេមិនសឹងមានពេលសម្រាប់ដូចយើងហើយយើងរៀនរស់ត្រូវមើលគេថាហេតុអីបានគេមានរបស់របរគ្រប់គ្រាន់សម្រាប់ធ្វើការដោះស្រាយនៅក្នុងជីវភាពគ្រួសារហើយយើងអង្គុយចាំតែចង់បានឃើញអូស្រឡាញ់នេះស្រឡាញ់នោះឃើញគេមានអីយើងចង់បានហ្នឹងហើយសួរថាយើងហ្នឹងបានប្រឹងដូចគេនៅហើយបើយើងអង្គុយតែមើលគេអង្គុយថាចំណែនគេហ្នឹងតែធ្វើមិនបានមានអីដូចគេហើយបើអត់ប្រឹងផងហ្នឹងឥឡូវឲ្យមានរបស់របរស្រឡាញ់អ្វីដែលខ្លួនមានបានតាមប្រឡោះណាហ្នឹងត្រូវគិតគេខំណាមួយអ្នកខ្លះគេមានឪពុកម្ដាយគេជួយហើយសម្រាប់យើងនេះអត់យើងត្រូវជួយខ្លួនឯងអញ្ចឹងត្រូវប្រឹងមិនមែនយើងគ្រាន់ថាហីអត់តែប្រយោជន៍ទេយើងថាយើងរៀនធ្វើហើយយើងប្រឹងឲ្យចំណុចអស់ហ្នឹងទៅវាបានដូចគេទោះមិនបាន 100% ដូចគេក៏យើងបានถึง 30-40% ក៏យើងមានមោទនភាពខ្លួនឯងដែរអញ្ចឹងបើថាយើងនៅតែដេកឈរមើលសម្លឹងចង់បានរបស់ល្អចង់បានអីហូបឆ្ងាញ់ញ៉ាំឆ្ងាញ់អាហ្នឹងហើយបើអត់ប្រឹងឲ្យបានមកពីណាលុយមិនធ្លាក់ទៅលើមេឃទេទោះលុយធ្លាក់ទៅលើមេឃក៏វាមិនស្រួលដល់ថ្នាក់ហ្នឹងដែរអញ្ចឹងវាអត់មានអីណាជាខ្លួនយើងទេមានណាមកជួយយើងកុំគិតថាបងប្អូនមានបានឲ្យជួយអីណាវាមិនអាចទេអាចដែរឲ្យយើងដោះតល់ផ្លែតមួយខែពីរខែអីហ្នឹងតែមកឲ្យគេ support យើងទាំងពីអ្វីយើងចង់បាននោះវាអត់មានទេលើពិភពលោកនេះអត់មានរបស់ដែល free ទេអញ្ចឹងហើយរបស់ដែល free ក៏វាមិនបើសម្រាប់គេខ្ញុំអត់ដឹងទេបើសម្រាប់ខ្ញុំរបស់ free របស់អីគឺវាមិនសូវជាមានតម្លៃហ្នឹងសម្រាប់ខ្ញុំរបស់ដែលខ្ញុំខំប្រឹងពីសមត្ថភាពខ្លួនឯងពីញើសឈាមពីអីខ្លួនឯងគឺខ្ញុំគិតថាតម្លៃខ្ញុំឲ្យ100 លើ 100មូលហេតុ